សួស្តីអ្នកទាំងអស់គ្នាដែលគាត់កំពុងទស្សនានេះគឺជាដំណើរកំសាន្តទៅកាន់ចំការទុរេននិងចំការសាម៉ៅហើយឥឡូវយើងធ្វើដំណើរទៅដល់ចំការសាម៉ៅហើយមានផ្លែទុំច្រើនណាបងប្អូនដោយសារតែគាត់ទៅបីឲ្យព្រឹកមិញជាង200គីឡូហើយបងប្អូនអាចនឹងទស្សនាទៅឃើញមានផ្លែទុំច្រើនលីឡំនឹងផ្លែដែលស្ទើរមួយណាបងប្អូនហើយក្នុងនោះក៏មានចំការទុរេនក្នុងនោះដែរបាទផ្លែធំមែនតើនេះផ្លូវចូលហើយបងប្អូនជាការទុរេនផ្លែទៀតបាទពូជម៉ានថងនេះបើតាមពូម្ចាស់ចំការគាត់ថាមួយសប្តាហ៍ឬក៏ទៅកន្លះខែទៀតបន្ទុំមានច្រើនណាបងប្អូនហើយពួកខ្ញុំអញ្ជើញទៅហ្នឹងគាត់ឲ្យញ៉ាំសាម៉ៅ free មកបេះញ៉ាំបាននេះផ្លែទុរេនប៉ុនស្ដាអត់ទាន់ទុំទេគាត់ថាប្រហែលជាកន្លះខែទៀតបន្ទុំណាឥឡូវនេះតួចេញហើយដល់ទីបញ្ចប់ហើយសូមអរគុណទាំងអស់គ្នាដែលបានទស្សនាត្រឡប់មកផ្ទះវិញហើយទុរេនអត់ទាន់ទុំ